ចាំមិនថាវិធីលាងសម្អាតប្រាក់នៃក្រុមហ៊ុនអូក្រិតដែលរបស់លោក Gen Z នេះណាខ្ញុំធ្លាប់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនៃល្បិចកលនៅក្នុងការលាងសម្អាតប្រាក់ច្រើនណាស់តាំងពីជាមួយអូស្ត្រាលីចក្រភពអង់គ្លេសនិងជាមួយអាមេរិកព្រោះអីខ្ញុំជាអ្នកបកប្រែខ្ញុំស្ទើរតែដឹងរឿងនេះដូចបាត់ដៃអញ្ចឹងណារបៀបនៅក្នុងការជួញដូរលាងសម្អាតប្រាក់ឬក៏លាងលុយកខ្វក់ហ្នឹងអូក្រិតជនធម្មតាបានលុយពីរបរលក់ដូរគ្រឿងញៀនក្រុម Mafia ក្រុមជួញដូរអនឡាញអីចឹងគឺគេយកលុយហ្នឹងមិនអាចយកទៅដាក់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់បានទេព្រោះលុយដែលបានមកពីអំពើអូក្រិតបែបនេះគឺមានតែដាក់ទុកចូលនៅក្នុងផ្ទះក្រោមកន្ទេលឬក៏កប់ចោលឬក៏ដាក់នៅណាទេព្រោះបើយកចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុគឺយើងចូលអត់បានទេប្រព័ន្ធហិរញ្ញវត្ថុនៅមានប្រព័ន្ធឆែកមួយគឺលុយលើសពី$10000ត្រូវរាយការណ៍ទៅដល់អង្គភាពស៊ើបការហិរញ្ញវត្ថុរបស់ធនាគារជាតិកម្ពុជាក៏មានប្រព័ន្ធនៅស្រុកណាក៏មានដែរលុយលើសពីនិយាយទៅដល់កម្រិត$10000បើក្រោម$10000គឺអត់មានការមន្ទិលសង្ស័យឲ្យរាយការណ៍អីច្រើនទេយកទៅដាក់អីក៏បានដែរប៉ុន្តែលើសពី$10000យើងត្រូវរាយការណ៍ហើយលុយពួកគាត់$1000,000បងប្អូនមិនទៅយកដាក់នៅក្នុងធនាគារមិនឲ្យរួចផុតពីការស៊ើបអង្កេតរបស់គេយ៉ាងម៉េចអញ្ចឹងវិធីរបស់គាត់ដើម្បីឲ្យរួចពីការស៊ើបអង្កេតគឺការបង្កើតធនាគារខ្លួនឯងការបង្កើតប្រព័ន្ធធនាគារខ្លួនឯងក៏ជាល្បិចមួយនៅក្នុងការលាងសម្អាតប្រាក់ដែរព្រោះអីបើគាត់បើកធនាគារខ្លួនឯងគាត់យកលុយហ្នឹងមកចូលក្នុងប្រព័ន្ធធនាគាររបស់គាត់អត់មានការសួរនាំអីទេយូរទៅធនាគារហ្នឹងឲ្យលុយខ្ចីប្រជាពលរដ្ឋខ្ចីអីធម្មតាប៉ុន្តែវាជាគេហៅក្រុមហ៊ុនសម្បកមួយគ្រាន់តែជាបិទបាំងអំពើអូក្រិតរបស់ពួកគាត់ទេដើម្បីលាងលុយគាត់ឲ្យចូលក្នុងប្រព័ន្ធធនាគារស្របច្បាប់ហើយដល់ពេលលុយអ្នកដែលខ្ចីអ្នកដែលដាក់យកការប្រាក់យកអីហ្នឹងតិចតួចទេគេធ្វើឲ្យតែគ្រប់កិច្ចទេហើយនៅក្នុងនេះគឺធនាគាររបស់លោក Gen Z ហ្នឹងក៏មានដែរឈ្មោះថាធនាគារ Prince ថ្ងៃនេះខ្ញុំឃើញសាររបស់ធនាគារ Prince ហ្នឹងឡើងមកផ្សព្វផ្សាយថាសូមឲ្យអតិថិជនអីទុកចិត្តធនាគារហ្នឹងទៅស្មោះត្រង់រកស៊ីត្រឹមត្រូវអីខ្ញុំជឿថានេះគឺជាវិធីដែលគាត់ត្រូវធ្វើឯងព្រោះអីកេរ្តិ៍ឈ្មោះរបស់ធនាគារគាត់នឹងកំពុងតែធ្លាក់ចុះមែនទែនប្រជាពលរដ្ឋបាត់ការទុកចិត្តគេអាចទៅដកលុយដកអីវាធ្វើឲ្យរពើតរពើងពិបាកគាត់ដែរក៏ប៉ុន្តែបងប្អូនពិបាកនឹងស្ដារកេរ្តិ៍ឈ្មោះនេះឡើងណាដោយសារខ្ញុំនិយាយថាប្រព័ន្ធលាងលុយកខ្វក់នេះណាមានប្រព័ន្ធបើកធនាគារដើម្បីលាងលុយប្រព័ន្ធអចលនទ្រព្យគឺទិញចលនទ្រព្យពេញផ្ទៃប្រទេសតែម្ដងបងប្អូនដឹងហើយតែដីឡើងថ្លៃអាដីនៅណាហ្នឹងក៏មានហាងឆេងដែរកាលពីជំនាន់ប្រហែលជា10ឆ្នាំមុនគឺថាទិញភ្នំទិញបឹងបួរអូស្ទឹងអីគឺទិញទាំងអស់គឺដើម្បីអីយកអាលុយទាំងអស់ហ្នឹងយកទៅទិញអចលនទ្រព្យដើម្បីហើយចេញទិញអចលនទ្រព្យសម្រាប់អក្រិតជនណាមិនត្រឹមតែលាងលុយបានទេគឺចំណេញពីអចលនទ្រព្យហ្នឹងទៀតយើងសាកគិតមើលបងប្អូនឧទាហរណ៍តែគាត់មានលុយ$10,000,000លុយហ្នឹងពីការឆបោកអនឡាញហើយត្រូវការលាងវាអត់អាចដាក់ចូលក្នុងប្រព័ន្ធធនាគារហិរញ្ញវត្ថុសូម្បីធនាគារគាត់មានហ្នឹងក៏ពិបាកដាក់ដែរដោយសារតែលុយវាច្រើនពេកអញ្ចឹងដើម្បីឲ្យមានភាពស្របច្បាប់គាត់យកទៅទិញអចលនទ្រព្យណាមួយបឹងណាមួយទៅតម្លៃ$10,000,000ហ្នឹងបងប្អូននៅពេលដែលទិញបឹង$10,000,000ហ្នឹងអាជ្ញាធរគឺគេនាំគ្នាអត់សួរនាំរឿងលុយនឹងបានមកពីណាទេសំខាន់គឺលក់បឹងហ្នឹងអញ្ចឹងមេភូមិចៅសង្កាត់អីហ្នឹងធ្វើប្លង់រឹងប្លង់អីឲ្យលក់បឹងហ្នឹងទៅហើយគាត់ចាប់ផ្ដើមបានលុយ$10,000,000នៅពេលដែលគាត់ចាប់ផ្ដើមទិញបឹងនឹងភ្លាមលុយ$10,000,000ដែលខុសច្បាប់មិញខ្លាយទៅជាការស្របច្បាប់នៅក្នុងការវិនិយោគនៅក្នុងអចលនទ្រព្យនឹងបាត់ទៅហើយបងប្អូនដល់ពេលគាត់លក់បឹងទៅទៀតជួនកាល15ឆ្នាំក្រោយបឹងនឹងឡើងដល់$100,000,000អញ្ចឹងអាលុយ$10,000,000ដែលជាលុយទុច្ចរិតរបស់គាត់ទៅរកទិញបឹងហ្នឹងគឺវាខុសច្បាប់មួយទៅហើយប៉ុន្តែគាត់ចំណេញបាន$90,000,000ទៀតពីការលក់បឹងហ្នឹងហើយអញ្ចឹងលុយហ្នឹងលក់មកស្របច្បាប់ចូលនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុគេថាលុយបានពីលក់បឹងស្របច្បាប់មានលិខិតប្លង់រឹងអីស្រួលបួលអាការដែលលក់បឹងស្របច្បាប់អត់អីទេបងប្អូនប៉ុន្តែអញ្ចឹងហើយបានយើងឃើញការលុបបឹងលុបដីលក់ដែលរំលោភដីធ្លីប្រជាពលរដ្ឋយ៉ាងរង្គាលព្រោះដោយសារទឹកលុយនឹងវាច្រើនពេកនៅក្នុងពេលដែលប្រឹងលៀងគេអត់ខ្លាចទិញទេដីស្ងាត់ណាទៅគឺថាមួយការ៉េឬក៏មហត្តាតែត្រឹមកាលពីមុន$4,000-5,000ហ្នឹងគ្មាននរណារកមើលអត់មានផ្លូវអត់មានអីចូលទេពួកគាត់នឹងយកទៅទិញដើម្បីឲ្យដើម្បីលាងលុយគាត់ហ៊ានឲ្យមហត្តា15,000-20,000អញ្ចឹងទៅឡើង30,000-50,000រហូតដល់កន្លះលានអីក៏មានដែរតែអញ្ចឹងទៅវាចិត្តតែឡើងទៅដីប្រជាពលរដ្ឋហ្នឹងត្រូវគេទិញដូរលក់ពុលហើយអត់មានឆាងឆេងទៅឯណាទេដីហ្នឹងនៅក្នុងពេលណាមួយហ្នឹងគឺធ្លាក់ក្រឹប
ដោយសារអត់មានអ្នកទិញទេព្រោះអ្នកដែលទិញសុទ្ធតែអ្នកលាងលុយអីអញ្ចឹងណាដល់អញ្ចឹងសេដ្ឋកិច្ចរបស់យើងហ្នឹងគឺស្លាប់ដោយសារតែគេយកយើងសម្លាប់ចោលដោយសារតែគេលាងលុយគេអស់គេបានលុយគេបានទ្រព្យគេបានអីតែអាវិស័យអចលនទ្រព្យហ្នឹងគក់កាំងស្ដុកស្ដឹងតែម្ដងគឺស្លាប់តែម្ដងដោយសារអីវាអត់មានអ្នកទិញវាអត់មានអ្នកវិនិយោគបូរីអីអញ្ចឹងជួនកាលសង់គ្រប់កន្លែងទិញសង់បងរំលោះទិញសង់បងរំលោះហ្នឹងគឺដោយសារអីដោយសារគេយកឱកាសហ្នឹងដើម្បីលាងលុយបងប្អូនខ្ញុំនិយាយនេះអត់មែនបានន័យថាបងប្អូនដែលរកទទួលទានរបរបូរីទាំងអស់សុទ្ធតែរកស៊ីឆបោកអីមិនមែនអញ្ចឹងទេខ្ញុំគ្រាន់តែនិយាយថានេះគឺជាវិធីលាងលុយរបស់ពួកអក្រិតជនហើយគឺគេធ្វើបែបហ្នឹងបើកផ្សារទំនើបបើកសន្តាគារផ្ទះសំណាក់កាស៊ីណូបនលបែងភោជនីយដ្ឋានក្រុមហ៊ុនទេសចរអឺបដិសន្ធារកិច្ចស្អីទាំងអស់ហ្នឹងអញ្ចឹងបងប្អូនសួរថាអញ្ចឹងអ្នកដែលរកស៊ីរបរទាំងអស់ហ្នឹងសិទ្ធទុច្ចរិតមែនមែនទេអ្នកដែលរកស៊ីត្រឹមត្រូវច្រើនណាស់ក៏ប៉ុន្តែបញ្ហាបំផុតយើងសួរទៅវិញថាតើធ្វើយ៉ាងម៉េចដឹងថាក្រុមហ៊ុននឹងសុចរិតហើយមិនសុចរិតដូចលោកអាកណូដាកសួរអញ្ចឹងធ្វើម៉េចបានដឹងថាក្រុមហ៊ុនគាត់សុចរិតបើក្រុមហ៊ុនគេបោកមានដល់ភោជនីយដ្ឋានមានសន្តាគារអីអញ្ចឹងដែរហ្នឹងអានេះហើយដែលធ្វើឲ្យទំនុកចិត្តរបស់អតិថិជននៅក្រៅប្រទេសមើលមកថាតើឲ្យគេវិនិយោគទៅម៉េចបើយើងតែវិនិយោគតាមស្រួលស្អុយឈ្មោះអស់លុយវិនិយោគទៀតខូចឈ្មោះខូចអីចឹងបាត់លុយចំណូលអីចឹងអានេះហើយដែលជារឿងបញ្ហាហើយបញ្ហាដឹងឫសគល់វានៅកន្លែងណាឯងបងប្អូនដឹងដើមចមនៃឫសគល់នៃបញ្ហានៅកន្លែងណាគឺប្រព័ន្ធដឹកនាំរដ្ឋនៅពេលដែលប្រព័ន្ធដឹកនាំរដ្ឋអនុញ្ញាតឲ្យអំពើពុករលួយអនុញ្ញាតឲ្យក្រុមទាំងអស់នេះអាចរកស៊ីបានហើយមិនមានការកាត់ទោសមិនមានការស៊ើបអង្កេតមិនមានប្រព័ន្ធតុលាការយុត្តិធម៌មិនមានព័ន្ធប៉ូលីសយុត្តិធម៌រឹងមាំស៊ើបអង្កេតសហការគ្នាជាមួយនឹងប៉ូលីសអន្តរជាតិអង្គតពលឬក៏ប៉ូលីសអីទៀតយើងមានដែរកម្រិតមួយធ្វើម្ដងម្កាលទូចតាចដល់ពេលគេដាក់យើងនៅក្នុងបញ្ជីខ្មៅបញ្ជីប្រភេទអីទៅបានយើងប្រឹងស្ទុះស្ទាហើយទៅឆ្កាស់ឆ្កៀលបន្តិចបន្តួចទៅបានម្នាក់ពីរនាក់ប៉ុន្តែនៅក្នុងនេះក៏ទៅជាជំងឺមហារីកអីហ្នឹងជំងឺមហារីកកើតសពសារពាង្គកាយយើងយករឿងបន្តិចបន្តួចមួយយកមកដោះស្រាយអីចឹងគ្រាន់តែដើម្បីថាបានធ្វើដែរតាមពិតកម្ពុជាមិនធ្វើទេខ្ញុំឃើញបងប្អូននគរបាលប៉ូលីសមន្ត្រីក្រសួងមហាផ្ទៃអ្នកដែលមន្ត្រីពាក់ព័ន្ធអីហ្នឹងប្រឹងណាស់ខ្ញុំចូលសិក្ខាសាលាណាក៏ឃើញអស់លោកចូលដែរអាលៀងលុយក៏ខ្វក់ក៏ឃើញមន្ត្រីនគរបាលពីគ្រប់ក្រសួងមន្ទីរព្រោះខ្ញុំអ្នកបកប្រែខ្ញុំដឹងតាពីក្រសួងកិច្ចការខ្ញុំស្គាល់មុខអស់លោកនឹងសឹងទាំងអស់គ្នានឹងអ្នកដែលជំនាន់ដែលខ្ញុំនៅស្រុកខ្មែរព្រោះទៅនឹងអូស្ត្រាលីគេផ្ដល់វគ្គបណ្ដុះបណ្ដាលអង់គ្លេសគេផ្ដល់វគ្គបណ្ដុះបណ្ដាលអាមេរិកផ្ដល់វគ្គបណ្ដុះបណ្ដាលគេចង់ជួយណាក៏ប៉ុន្តែបងប្អូននៅពេលដែលយើងទៅសួរមន្ត្រីនគរបាលប៉ូលីសដែលចូលរួមនឹងគាត់ធ្វើមុខជូរហួញគាត់ថារៀនបានជំនាញហើយដឹងទាំងអស់ធ្វើអីក៏បានដែរតាមពិតអត់មានប្របាកអីកម្ចាត់ប៉ុន្តែយើងមានឆន្ទៈនយោបាយនឹងធ្វើទៅអត់តើមានយន្តការនៅក្នុងការដោះស្រាយកម្ចាត់អត់ប៉ូលីសចាប់បានឧក្រិដ្ឋជនយកទៅឲ្យតុលាការគេដោះលែងបាត់ជួនកាលវាមានបញ្ហាចឹងប៉ូលីសរស៊ើបអង្កេតរាប់ឆ្នាំមកទៅតុលាការគេសុំកលុំគ្នាយ៉ាងម៉េចរួចបាត់ជួនកាលទៅស៊ើបអង្កេតប៉ះមន្ត្រីណាធំដុំក្រាក់ទៅមិនត្រឹមតែមិនបានណាលទ្ធផលស៊ើបអង្កេតគេទៅរករឿងរហូតដកបកស្បែកមន្ត្រីដែលហ៊ានប៉ះពុកមាត់ខ្លាអីចឹងទៀតដូច្នេះរឿងទាំងអស់ហ្នឹងគឺប្រព័ន្ធដឹកនាំរដ្ឋបងប្អូនខ្ញុំនិយាយនេះមិនមែនបន្ទោសរបៀបដឹកនាំរដ្ឋទេខ្ញុំចង់និយាយជាទូទៅប្រព័ន្ធដឹកនាំរដ្ឋដែលមានភាពឆក់ល្វែងខ្វះប្រព័ន្ធឯករាជ្យខ្វះប្រព័ន្ធទុកចិត្តបពពួកនិយមក្រមនិយមអាជ័យធ្លាក់ទឹកហើយអើពេលមានបញ្ហាអីគឺថាយើងនឹងធ្វើហ៎ប៉ុន្តែដោះស្រាយជាក់ស្ដែងយើងអត់ទេយើងចេះបន្លំប្រជាពិធជាមួយប្រជាពលរដ្ឋដល់យូរដល់ពេលដែលលិចទឹកភ្លឹបបានយើងដឹងថាទូកនឹងលិចកាលទូកបែកធ្លុះបន្តិចបន្តួចធ្លុះធ្លាយយើងចេះថាកុំមាត់ចេះតែនៅទៅកុំនាំគ្នារុនឲ្យទូកនឹងលិចប៉ុន្តែអត់ព្រមយកស្អីញុកអត់ព្រមបាច់ទឹកចេញចេះតែនៅអាជ័យធ្លាក់ទឹកហើយអើស្រឹមចូលទៅស្រាប់បាត់ចម្រៀងជាមួយគ្នាអញ្ចឹងទៅអាហ្នឹងហើយដែលយើងរឿងមានបញ្ហាហើយខ្ញុំនិយាយនេះគឺខ្ញុំថាកម្ពុជាវាពិតមែនហើយដល់របត់នៃការកែតម្រង់ស៊ីជម្រៅសាច់ស្អុយនឹងដោះស្រាយឲ្យបើអត់ដោះស្រាយបានទេយើងមានបញ្ហាទល់ដែនថៃយើងមានបញ្ហាជាមួយកូរ៉េខាងបូងយើងមានបញ្ហាជាមួយអាមេរិកយើងមានបញ្ហាជាមួយនឹងអង់គ្លេសមិនមែនជារឿងនយោបាយទេបញ្ហាពាណិជ្ជកម្មបញ្ហាជួញដូរអនឡាញគឺជារឿងមុខមាត់ជាតិរបស់យើងតាក់ទងនឹងវិស័យវិនិយោគហើយបើអត់មានវិស័យវិនិយោគអត់នរណាទៅរកស៊ីជាមួយស្រុកខ្មែរឥឡូវអាមេរិកដាក់ពន្ធយើងដល់ទៅ19%ទៀត
តើយើងទៅប្រកួតប្រជែងទីផ្សារយ៉ាងម៉េចតើសេដ្ឋកិច្ចយើងនឹងវាទៅផ្លូវណាតើកម្មករពលករដែលមកពីថៃជិតមួយលានអ្នកហ្នឹងទៅរកការងារឯណាបានធ្វើតើអាវិស័យដែលត្រូវការរកការងារឲ្យបងប្អូនធ្វើយ៉ាងម៉េចបើក្រុមហ៊ុនទាំងអស់ហ្នឹងគេភ័យអត់ហ៊ានវិនិយោគផងព្រោះយើងអត់មានប្រព័ន្ធតម្លាមួយដើម្បីឲ្យមានសេចក្តីទុកចិត្តពីអ្នកវិនិយោគដូច្នេះវិញ្ញាសាដ៏ធំរបស់កម្ពុជាមិនមែនដោះសារមិនមែនបកស្រាយទេហើយក៏មិនមែននិយាយការពារដែរគឺត្រូវតែនិយាយការពិតហើយត្រូវតែដោះស្រាយអត់មានដោះសារហើយមានបកស្រាយទេគឺធ្វើទៅអនុវត្តទៅទី1គឺត្រូវចាត់ការលោកចិនស៊ីមិនចំពោះថាលោកជាអីទេស្អាតស្អំមិនស្អាតស្អំចាត់ការលោកលីយ៉ុងផាត់លោកកុកអានលោកហ៊ុនតូនិងមនុស្សជាច្រើនទៀតដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិកដែលតាក់ទណ្ឌកម្មហ្នឹងចាត់ការទៅតាមដែនអធិបតេយ្យរបស់កម្ពុជាហើយជាការលើកឲ្យខ្លួនគាត់ទាំងអស់ហ្នឹងស្អាតស្អំដែរចុងក្រោយហ្នឹងកម្ពុជារកឃើញទៅថាលោកទាំងអស់ហ្នឹងអត់មានជាប់ពាក់ព័ន្ធនឹងបទអក្រិតយ៉ាងហោចណាស់ក៏បានបញ្ជាក់ថាយើងបានធ្វើដែរហើយបើសិនជាយើងនៅតែមានសេចក្តីថ្លែងការណ៍តបទៅគេថាអានឹងគឺជារឿងនយោបាយរឿងលៀបពណ៌លៀបធ្វើឲ្យខូចមុខមាត់កម្ពុជាទេយើងគ្មានថ្ងៃនឹងកែបានទេហើយផ្លូវរបត់ដែលផ្លូវបត់ហើយយើងមិនបត់នេះណាគឺយើងទៅត្រង់គឺយើងធ្លាក់ជ្រោះហើយដោយអ្វីដែលលោកអាក់ណូបាននិយាយយើងថាចម្លើយចំណុចដែលសំខាន់គឺគេឈ្មោះរបស់កម្ពុជាដល់ផ្លូវបត់មិនមែនផ្លូវកោងទេណាបងប្អូនដល់ផ្លូវកាច់កែងគឺផ្លូវបំបែកយើងទៅត្រង់អត់បានទៀតទេបានន័យថាដំណើរដដែលនេះទៅអត់បានទៀតទេគឺយើងត្រូវសម្រេចចិត្តថាតើយើងត្រូវទម្លាក់ខ្លួនទៅក្នុងជ្រោះឬក៏យើងត្រូវកែស្ថានភាពបដូរផ្លូវដើរវិញអានេះគឺជាវិញ្ញាសាសម្រាប់ថ្នាក់ដឹកនាំកម្ពុជាហើយខ្ញុំជឿថាបងប្អូនទាំងអស់គ្នាកុំអាជ័យធ្លាក់ទឹកហើយបងប្អូនគ្រប់គ្រងគណៈបកកណ្ដាលអំណាចគ្រប់គ្រងរដ្ឋាភិបាលគ្រប់គ្រងចោះប៉ុន្តែបងប្អូនត្រូវមានភាពក្លាហានគ្រប់គ្រាន់ដើម្បីប្រាប់ថាបងប្អូនក៏នៅក្នុងទូកនឹងដែរបងប្អូនក៏នៅក្នុងនាវាដែលកំពុងតែរកទៅរលិចនឹងដែរតើយើងគួរតែនៅអោបដៃផឹកស្រាសម្ប៉ាញហើយអាជ័យធ្លាក់ទឹកស្លាប់ទាំងអស់គ្នាឬក៏យើងជួយរដ្ឋាភិបាលខ្លះទៅលើកឡើងពីចំណុចនេះចំណុចនោះបកអាក្រាតរឿងនេះរឿងនោះកំបីជួយគ្នាទៅហើយរដ្ឋាភិបាលខ្លួនឯងគួរបើកចិត្តឲ្យទៅលាយពេលនេះគឺត្រូវស្ដាប់មតិរឿងពិតកុំកែបនៅក្នុងដងអាជ័យធ្លាក់ទឹកហ្នឹងបានទៅឲ្យអើពី30-40ឆ្នាំហ្នឹងគឺវាភូតច្រើនចាញ់អាត្មាវាអស់ហើយឥឡូវអន្តរជាតិគេកោលទោសជុំវិញពិភពលោកហើយសារព័ត៌មានអន្តរជាតិថ្ងៃនេះបងប្អូនអយុធធម៌សម្រាប់ខ្មែរមែនតើរឿងព្រំដែនកម្ពុជាថៃរំលោភបំពានប៉ុណ្ណាកសែតនេះស្ងាត់ទាំងអស់ប៉ុន្តែនៅពេលដែលរឿងអាស្រូវតាក់ទងនឹងរឿងឆោបបោកអនឡាញរាប់ពាន់លានដុល្លារនេះចាំមើលកសែត CNN Fox News BBC Reuters Washington Post Wall Street Journal Al Jazeera កសែតនៅអាស៊ីអាគ្នេយ៍ NHK ANA Channels News Asia ទាំងអស់ ABC របស់អូស្ត្រាលីរបស់ចក្រភពអង់គ្លេសគឺគេផ្សាយស្រោចអំពីគេអាស្រូវរបស់យើងឃើញនៅបងប្អូនដូច្នេះរឿងនេះត្រូវការពេលយូរណាស់ដើម្បីសម្អាតវាអត់មានការបកស្រាយទេអស់លោកចេញសេចក្តីថ្លែងការបកស្រាយតែមួយស្លឹកពីរគេមិនស្ដាប់ទេគឺតើតែមានចំណាត់ការហើយចំណាត់ការរបស់តែកម្ពុជាម្នាក់ក៏មិនរួចខ្លួនដែរគឺត្រូវមានយន្តការអាស៊ានយន្តការជាមួយអាមេរិកយន្តការជាមួយចក្រភពអង់គ្លេសហើយធ្វើឲ្យមែនតែនគឺសាច់ស្អុយសាច់អីដែលត្រូវជាត្រូវកាត់ហ្នឹងគឺត្រូវកាត់ចោលមែនតែនកុំចេះតែថាព្រោះវាដល់ពេលអនុវត្តហើយលែងជានយោបាយប្រជាពិធដ្ឋអីកាលមុនខ្ញុំមិនខ្វល់ទេព្រោះដោយសារតែលោកហ៊ុនសែនចង់បានលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីអញ្ចឹងអ្នកណាក៏ដោយឲ្យតែខ្ទាស់ជាមួយនឹងភាពដឹកនាំជានាយករដ្ឋមន្ត្រីរបស់លោកហ៊ុនម៉ាណែតគឺរាំងមុខដឹងតតឹងមុខសឹកទាំងអស់គឺគេចោតជាពួកឧទាមបដិវត្តពណ៌ពួកក្បត់ជាតិពួកអី100ចំពុកធ្វើយ៉ាងណាឲ្យលោកហ៊ុនម៉ាណែតក្លាយជានាយករដ្ឋមន្ត្រីឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយឥឡូវបានហើយតើលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីហើយតើអ្វីដែលលោកហ៊ុនម៉ាណែតត្រូវធ្វើគឺលោកបានទួនាទីនឹងហើយជាតកងឡានហើយជីវិតអ្នកដំណើរផ្ញើលើអ្នកបើកបរសូមលោកបើកបរហើយចាត់ការទៅថាតើផ្លូវនេះបើកទៅផ្លូវត្រង់ធ្លាក់ជ្រោះឬក៏ត្រូវផ្លូវកែងដែលត្រូវកែតម្រង់ស៊ីជម្រៅដើម្បីឲ្យរស់ទាំងអស់គ្នាទាំងតកងឡានទាំងអ្នកដំណើរហើយខ្ញុំជឿថាអ្នកដំណើរមិនដូចមុនទៀតទេអ្នកដំណើរមានណាស្ងប់ស្ងាត់មកចំហៀងប៉ុន្តែអ្នកដំណើរភាគច្រើនដឹងរឿងហ្នឹងគឺគេស្រែកទៅហឹងពេញឡានហើយឥឡូវហ្នឹងស្រែកទៅហឹងពេញឡានកុំធ្វើកថ្លង់បាទឥឡូវនេះយើងបន្តទៅទៀតរឿងអាស្រូវដែល
សារព័ត៌មានអន្តរជាតិគេផ្សាយខ្ញុំអត់មានអីភ្ញាក់ផ្អើលទេធម្មតារឿងអាស្រូវវាផ្សព្វផ្សាយឮខ្ទាល់ខ្ទេលឿនណាស់តែកុំទៅខ្វល់រឿងថាគេផ្សព្វផ្សាយរឿងអីសំខាន់រឿងយើងកែតម្រង់រឿងដោះស្រាយបញ្ហាយើងបានអត់ហើយឈប់ដោះសារដោះស្រាយបាទឈប់ដោះសារគេប្រជារដ្ឋពលរដ្ឋឆ្អែតតលន់នឹងភាពដោះសារហ្នឹងហើយគឺចង់បានចំណាត់ការហើយយើងអត់ដែលធ្វើសោះអាមេរិកដាក់ទណ្ឌកម្មអីក៏ដាក់ទៅមិនត្រឹមតែដាក់ទណ្ឌកម្មដូចលោកហ៊ីងប៊ុនហៀងអីវិញអាមេរិកដាក់ទណ្ឌកម្មដាក់អីខ្លាំងរហូតដល់ចង់ធ្វើសង្គ្រាមវាយអាមេរិកទៀតដល់ថ្នាក់អញ្ចឹងទៀតហើយប្រជាពលរដ្ឋខ្មែរយើងហ្នឹងគឺថាផ្អែមបន្លែអ្នកមួយចំនួនដែលផ្កាប់មុខហ្នឹងគឺអូយថាលោកហ៊ីងប៊ុនហៀងនឹងនិយាយត្រូវអាមេរិកតាមស្រួលខ្មែរវាយមែនណាដល់ពេលគេសើចលេងអញ្ចឹងទៅគេប្រអាប់អីចឹងទៅអត់ចេះឈឺឆ្អាលអាម៉ាស់នឹងភាពដូចថានិយាយចេះតែឲ្យរួចពីមាត់អញ្ចឹងចេះតែទៅអញ្ចឹងទៅដល់ពេលកុំថាឡើយទៅវាយមួយអាមេរិកឥឡូវហ្នឹងមួយថៃយើងធ្វើអីគេកើតឥឡូវហ្នឹងអ្នកវាអញ្ចឹងណាដែលនឹងបង្ហាញអំពីកាឡាពិជ្ជស្ដែងរបស់ខ្លួនដល់ពេលឃើញគេមានបញ្ហាអញ្ចឹងបានយើងដឹងថាយើងអន់ប៉ុណ្ណាអញ្ចឹងទៅអញ្ចឹងមាត់ហ្នឹងក៏ឲ្យមានគម្របហើយរកវិធីដោះស្រាយទៅកុំដោះសារច្រើនពេកមួយទៀតគឺតកតងនឹងរឿងទាហានថៃក៏ធ្វើឲ្យកម្ពុជានឹងរំជួលចិត្តសម្បើមណាស់អត់ទាន់មានដំណោះស្រាយទេបងប្អូននៅភូមិព្រៃច័ន្ទហ្នឹងគ្រាន់តែថាឮការចាក់ធុងបាសភ្លេងតម្លង់ខ្មោចលងខ្មោចអីឬក៏សំឡេង F16 ទម្លាក់គ្រាប់អីហ្នឹងគឺឮទៅបងប្អូននៅភូមិព្រៃច័ន្ទថាយប់មិញហ្នឹងដូចជារៀងស្ងាត់បានមួយយប់ហើយដូច្នេះប្រហែលជាការដែលធ្វើផ្ដេសផ្ដាស់ពេកហ្នឹងវាអត់មានភាពស៊ីវិល័យហ្នឹងថៃខ្លួនឯងហ្នឹងក៏លេបបញ្ចូលដែរមើលទៅបានតែរងប្រតិកម្មពីតំណាងរាស្ត្រថៃផងពីមន្ត្រីជាន់ខ្ពស់ថៃមួយចំនួនដែលគេឈឺឆ្អាលរឿងហ្នឹងទៅគឺចេះនាំគ្នានិយាយទៅថៃខ្លួនឯងហ្នឹងក៏ចាប់ផ្ដើមលំបាកដែរទៅចោតប្រកាន់គេជេរបន្តិចគេប៉ុន្តែនៅក្នុងពេលជាមួយហ្នឹងក៏រៀងភ្ញាក់កំណើតដែរប៉ុន្តែឥឡូវនៅព្រៃច័ន្ទនេះគឺពេលដែលឆ្កាពេលដែលឈូសឆាយដីបានយើងអត់អាចធ្វើអីថៃបានឥឡូវតាហ៊ានថៃគេស្រក់ដៃគ្នាដើរតាមអាព្រៃដីដែលគេកាប់ឆ្កាហ្នឹងគេច្រៀងចម្រៀងជាតិគេធ្វើដូចថាជាជ័យជំនះនេះគឺជាអ្វីដែលគេដណ្ដើមបានអីចឹងណាថៃហ្នឹងក៏មែនតែនហ្នឹងអត់ច្បាស់ខ្លួនឯងទេបងប្អូនយើងត្រូវចាំថានៅពេលដែលថៃយកតាហ៊ាន20នាក់ស្រាក់ដៃគ្នាដើរតាមវាលស្រែដែលកាប់ឆ្ការដីបាននិងឈូសមៀនបាននៅតំបន់ភូមិព្រៃច័ន្ទហើយច្រៀងចម្រៀងជាតិនេះគឺថៃបានន័យថាខ្លួនកំពុងតែឈ្លានពានលើទឹកដីកម្ពុជាហើយដណ្ដើមដីបានដោយអយុត្តិធម៌ខំប្រឹងច្រៀងជ័យខុសស្រែកអបអរសាទរដណ្ដើមដីបានតាមពិតដីរបស់ខ្មែរណាបើដីខ្លួនឯងចាំបាច់អំពើរពើរពើអីអញ្ចឹងមិនអញ្ចឹងនេះគឺជាការបង្ហាញអំពីភាពអន់ខ្សោយរបស់ថៃប៉ុន្តែគេបានដីបើវាអន់វាថោកទាបយ៉ាងណាប៉ុន្តែគេបានដីយើងវិញគឺថ្លៃធ្នូអត់ធ្មត់តែយើងបាត់ដីតែប៉ុណ្្នឹងឯងបើយើងអត់ប្តឹងទេទៅតុលាការយុត្តិធម៌អន្តរជាតិទេគ្មានថ្ងៃយើងបានដីទាំងអស់នោះមកវិញហើយមិនបាច់មកនិយាយថាអ្នកណាក្បត់ជាតិមិនបាច់ក្បត់ជាតិទេអស់លោកអ្នកដែលស្នេហាជាតិអើយប្រាប់រដ្ឋាភិបាលផងឲ្យដាក់ពាក្យប្តឹងទៅ ICJ ឲ្យឆាប់កាន់តែអាចធ្វើទៅបានកុំឲ្យតតែមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពួរអីថ្ងៃ26អីហ្នឹងតែពេលគេចាប់ផ្ដើមចរចាត្រូវគ្នាណានៅហ្នឹងតំបន់ព្រៃច័ន្ទដែលគេដាក់លបងប្លាលុះគេឈូសឆាយអីអស់អាកន្លែងណាដែលគេមិនខិតចូលដោយភ្នំទ្របដោយច្រកអានសេះឬក៏ប្រាសាទតាមាន់ធំអីគេយកខ្ទេចព្រោះគេគិតថាតែមានបទឈប់បាញ់គឺអ្នកណានៅហ្នឹងមានសន្តិភាពអ្នកណានៅហ្នឹងហើយគេអាចដោះលែងទាហានយើងទាំង18នាក់បើសិនជាគេគិតថាគេយកបានហើយបើគេយកអត់ទាន់បានហើយយើងនៅតែសម្ោចគេថាយើងនៅសម្ោចក្នុងខោគេអត់ដោះលែងទាហានយើងទៀតដូច្នេះយើងនៅរឿងច្រើនណាបងប្អូនអញ្ចឹងមិនថារឿងដែលសំខាន់គឺណាដោះស្រាយអីដោះស្រាយណាចរចាអីចរចាទៅតែរឿងប្តឹងនេះគួរប្តឹងឲ្យហើយមុននឹងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពួរនេះកុំឲ្យវាបិទបញ្ចប់យើងប្តឹងទៅបើរឿងថាវាអាក្រក់អីយ៉ាងណាក៏យើងបានដាក់មុនណាតែពេលគេចាប់ផ្ដើមត្រូវគ្នាអស់ហើយយើងទៅប្តឹងផ្ដាល់អីទៅគេរករឿងយើងទៀតអូកម្ពុជារករឿងទៀតថាចង់មានសង្គ្រាមទៀតមិនមែនក្រែងថានៅណានៅហ្នឹងថៃគេចាប់ផ្ដើមយកហេតុផលថានៅណានៅហ្នឹងគេគោរពច្បាប់ទៀតដែរគោរពកិច្ចព្រមព្រៀងអាកាលខ្លួនឯងមុនសម្ោចក្នុងខោយកដីខ្មែរអស់លីងហើយយើងចោតគេទៅគេថាយើងសម្ោចក្នុងខោអញ្ចឹងគេបានដីគេអត់ខ្វល់តែដល់ពេលមានកិច្ចព្រមព្រៀងសន្តិភាពអីហ្នឹងឈប់បាញ់អីណាហើយមានអាមេរិកជាអធិបតីទៀតខ្មែរយើងធូនអូយើងអត់ហ៊ានទេយើងគោរពច្បាប់អន្តរជាតិអត់មានប្តឹងអត់មានផ្ដាល់អីទៀតប៉ុណ្ណឹងបានទេកុំឲ្យរពើរពើបាត់ដីខ្មែរអស់ប្តឹងឲ្យហើយទៅទាន់នៅពេលមិនទាន់នេះប៉ុន្តែមិនដឹងប្តឹងឯណាយូរហើយបើក៏អត់ប្តឹងផងដូច្នេះអ្វីហ្នឹងគឺវាទៅតាមនឹងឯង
នាំគ្នាអង្គុយសោកស្ដាយចឹងទៅហើយខ្ញុំនិយាយនេះគឺខ្ញុំស្រឡាញ់ទឹកដីយើងហើយខ្ញុំជឿថ្នាក់ដឹកនាំដូចលោកប្រាក់សុខុនអីលោកថាស្រឡាញ់ណាទឹកដីខ្មែរយើងមិនអោយបាត់មួយចំអាមណាទេក៏យើងមិនចង់បានដីពីគេដែរអ្នកណាក៏និយាយបានដែរបងប្អូនអ្នកណាក៏និយាយបានដែរយើងទៅចង់បានអីរបស់គេយើងមានឥទ្ធិពលអីទៅយកដីគេខ្មែរយើងមានទម្លាប់ឯណាដែលយកដីគេបានមកចាអាមនោះមានឲ្យដីយើងអស់លីងអីហ្នឹងតាំងពីប្រប៉ុណ្ណានៃនៅអាណាចក្រភ្នំអាណាចក្រធំប្រប៉ុណ្ណានៃដល់អយុធ្យាហួសដល់ណានៃភូមាពួកអីឥឡូវនៅសល់ប៉ុនសបកអណ្ដើកណាការពារប៉ុណ្ណឹងមិនចឹងគង់វងផងគេច្រាប់ខាងលិចច្រាប់ខាងកើតបើច្រាប់ខាងលិចដូចរៀងប្រឹងប្រែងគេរហូតតផ្ទុះអាវុធបើខាងកើតវិញខ្សឹបបញ្ជូនមកឈូសឥឡូវនេះគឺយើងដឹងរឿងនេះខ្ញុំស្លេះប៉ុណ្ណឹងសិនចុះប៉ុន្តែមកដល់ម៉ោងនេះឃើញអ្នកនាំពាក្យរបស់ក្រសួងការពារជាតិថៃលើកឡើងថាលោកហ៊ុនសែនបោះដៃសុំឲ្យបើកច្រកទ្វារព្រំដែនឡើងវិញអ្នកនាំពាក្យក្រសួងការពារជាតិថៃគឺលោកស៊ូរ៉ាសាន់គង់សេរីបាទគាត់លើកឡើងថាលោកហ៊ុនសែនប្រធានប្រសិទ្ធិកម្ពុជាដាក់សម្ពាធប្រទេសថៃឲ្យបើកព្រំដែននៅថ្ងៃទី20ខែតុលាខាងមុខនេះកាសែត The Nation ផ្សាយប៉ុន្តែខ្ញុំមែនតើទៅបើទោះបីជាខ្ញុំគិតថាកាសែតថៃផ្សព្វផ្សាយព័ត៌មានពិតក៏ច្រើនប៉ុន្តែរឿងនេះមួយខ្ញុំអត់ជឿគាត់ដែរអត់ជឿនៅក្នុងន័យថាលោកហ៊ុនសែនធ្លាប់និយាយច្រើនដងហើយថាឲ្យបិទមួយអាយុដល់100ឆ្នាំក៏បានដែរហេតុអីបានជាលោកហ៊ុនសែនត្រូវទៅពឹងឲ្យថៃបើកនៅថ្ងៃទី20តុលាឬក៏វាមានយន្តការចរចាក្រោមតុណាយើងទៅមិនដឹងព្រោះលោកហ៊ុនសែនគាត់ថាកុំឆ្ងល់ពេកតែគេមានលើតុគេមានក្រោមតុកាលមួយត្រូវរើគ្នាជាមួយតកូលថាក់ស៊ីនណោះជាមួយនាងបថងថាណោះប៉ុន្តែឥឡូវអត់មានត្រូវជាមួយអ្នកណាទេក្នុងរជ្ជកាលលោកអនុទិនចាន់វរៈគុលហ្នឹងគឺសិតតែសត្រូវស៊ីសាច់ហុតឈាមជាមួយនឹងរដ្ឋាភិបាលកម្ពុជាដែរដូច្នេះនៃនេះគឺប្រហែលជានយោបាយចិត្តសាស្ត្ររបស់ថៃនៅក្នុងការធ្វើឲ្យខ្មែរអាប់អោនហើយយកឱកាសហ្នឹងផ្សាយលើអន្តរជាតិថាខ្មែរកំពុងលូននឹងវទៅសុំឲ្យបើកព្រំដែនវិញព្រោះប៉ះពាល់នឹងឡាក់តាមពិតខ្លួនទេដែលប៉ះពាល់ដែរហើយសុំចង់ឲ្យខ្មែរបើកទេព្រោះឃើញសុំឲ្យបើកច្រើនដងដែរណាតែខាងនេះក៏មានប្រធានអ្នកនាំពាក្យលោកហ៊ុនសែនគឺអ្នកនាំពាក្យប្រសិទ្ធិលោកជាធរិតហ្នឹងក៏បានច្រានចោលការលើកឡើងរបស់លោកសុរសាន់គង់សេរីនេះដោយគិតថាកម្ពុជាជាពិសេសលោកហ៊ុនសែនធ្លាប់បញ្ជាក់ចំហម្ដងហើយម្ដងទៀតតាំងពីចំហថ្ងៃ23កញ្ញាកន្លងទៅទៀតថាអត់មានរឿងទៅសុំឲ្យថៃបើកទេគឺថៃអ្នកបិទថៃអ្នកបើកខ្លួនឯងអញ្ចឹងទៅបាទឥឡូវខ្ញុំស្លេះព័ត៌មាននេះត្រឹមប៉ុណ្ណឹងប៉ុន្តែខ្ញុំចូលដល់ព័ត៌មានមួយនៅសល់ពេលខ្លីណាស់តែខ្ញុំនឹងជម្រាបតាក់ទងនឹងរឿងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាដែលអង្រួនដួងចិត្តប្រជាពលរដ្ឋខ្មែររឿងព្រំដែនរកម្មចិត្តបលាលួសរកម្មចិត្តប៉ុណ្ណឹងហើយមានរឿងអាស្រូវរឿងលោកចិនស៊ីរឿងកូរ៉េខាងបូងឥឡូវមករឿងចរាចរណ៍បុកស្លាប់តឡាការកាត់ទោសឲ្យជាប់គុក1ឆ្នាំតាមពិតវាជាប់គុក3ឆ្នាំប៉ុន្តែគេព្យួរទោស2ឆ្នាំទៅអនុគ្រោះទោសទៅនៅសល់1ឆ្នាំអញ្ចឹង1ឆ្នាំជាប់គុកនៅសល់ប្រហែលខែ5-6ខែទៀតគាត់ត្រូវរួចខ្លួនហើយតើហេតុអីបានជារឿងនេះមកផ្អើលពេញបណ្ដាញសង្គមតើប្រជាពលរដ្ឋថ្នាក់ឥឡូវនេះនៅពេលដែលប្រជាពលរដ្ឋរករឿងទៅមានសេចក្តីថ្លែងការណ៍ពីសាលាដំបងរាជធានីភ្នំពេញខ្ញុំថាសេចក្តីថ្លែងការណ៍នេះអត់ចាំបាច់ទេបើតឡាការយើងឯករាជ្យសម្រាប់ក្តីអីឲ្យមានភាពសុក្រិតគេជឿទុកចិត្តតែចេញហើយព្រោះធម្មតាយើងសម្រាប់ច្បាស់លាស់ហេតុអីបានចាំបាច់បកស្រាយបើយើងបកស្រាយបានន័យថាមានមន្ទិលហើយបើមានមន្ទិលគឺបានប្រយោជន៍ទៅសាធារណជនហើយបានប្រយោជន៍ទៅសាធារណជនបានន័យថាប្រព័ន្ធតុលាការយើងគឺមានភាពមានបញ្ហាពុករលួយឬក៏អសមត្ថភាពឬក៏អញ្ញៃហើយនៅក្នុងនេះគាត់និយាយលើករឿងពីរហើយខ្ញុំថារឿងនេះបារម្ភដល់លោកមេឃសវណ្ណារាទៀតដែរព្រោះអីមនុស្សមកកណោលើកឡើងពេញបណ្ដាញសង្គម Facebook អត់យកមកដោះស្រាយលើកតែរឿងពីរគឺទី1គឺកាសែតកម្ពុជាថ្មី Daily ទី2គឺម្ចាស់កណនី Facebook ឈ្មោះមេឃសវណ្ណារាសេចក្តីថ្លែងការណ៍ស្តីពីការផ្សាយរបស់ Facebook ឈ្មោះកម្ពុជាថ្មី Daily កណនី Facebook ឈ្មោះមេឃសវណ្ណារាបណ្ដាពេកនិងបណ្ដាញសង្គមនានាតាក់ទងនឹងការផ្ដន់ទាទោសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់និងរបួសអ្នកដទៃនៅមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកមេឃសវណ្ណារាត្រៀមខ្លួនទៀតទៅលោកព្រោះគេយកឈ្មោះលោកមកនេះខ្វះអីមនុស្សមកកណោហេតុអីបានយកលោកមេឃសវណ្ណារាមកជាប្រធានគណៈបកនយោបាយកំពុងកវែកកឆ្នាំងផងលោកហើយនេះជាសារសម្រាប់លោកទៀតហើយលោកមេឃសវណ្ណារាត្រៀមជើងព្រួលវិចទៀតទៅបងនៅថ្ងៃទី
5 ខែតុលា Facebook ឈ្មោះកម្ពុជាថ្មី Daily ផ្សព្វផ្សាយបានសរសេរបង្ហោះរៀបរាប់ថាតុលាការផ្តន្ទាទោសអតីតនគរបាលរាជធានីឈ្មោះហ៊ុនហេងស្វឹងសែបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យមនុស្សម្នាក់ស្លាប់3នាក់របួសជាប់ពន្ធនាគារត្រឹម1ឆ្នាំនិងគណនី Facebook ឈ្មោះមីកសវណ្ណរាបានផ្សព្វផ្សាយនិងសរសេរបង្ហោះរៀបរាប់ថាតុលាការផ្តន្ទាទោសអតីតនគរបាលឈ្មោះហ៊ុនហេងស្វឹងសែបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យមនុស្ស11នាក់ស្លាប់3នាក់រងរបួសឲ្យជាប់គុកត្រឹមតែ1ឆ្នាំអយុត្តិធម៌ពេកទេដឹងជីវិតមនុស្សទិញមិនបានទេបាទដល់ពេលមានបញ្ហាបែបហ្នឹងបានសាលារាជធានីហ្នឹងសាលាដំបងហ្នឹងគេបកស្រាយមកថាគេកាត់ទោសហ្នឹងគេត្រឹមត្រូវពិនិត្យបច្ច័យអង្គហេតុហើយគេបញ្ជាក់ទៀតថាការដែលដាក់ទោសនេះគឺដោយសារតែសំអាងលើមូលហេតុដូចតទៅទី1ជនជាប់ចោតពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់និងរបួសអ្នកដទៃមែនដែលមានកម្រិតទោសក្នុងច្បាប់កំណត់ត្រឹម1ឆ្នាំដល់3ឆ្នាំយីចុះទោសសម្រាប់មនុស្សអីក៏តិចមកម្ល៉េះលោកហើយ1ដល់3ឆ្នាំហើយបើគ្រាន់តែគេតស៊ូផ្នែកបរិស្ថានរឿងកុំឲ្យលុបបង្កតមកសោះជាប់គុក4 5 6ឆ្នាំដើម្បីការពារបរិស្ថានសោះហើយនេះគេស្លាប់ជាប់1ឆ្នាំទៅ3ឆ្នាំលោកកែច្បាប់នឹងឡើងវិញបើសិនជាបុកមនុស្សស្លាប់គ្រោះថ្នាក់ចរាចរណ៍សវង្សស្រាឲ្យជាប់ត្រឹម1ឆ្នាំដល់3ឆ្នាំបែបនេះគឺគេបឹកស្រាសវង្សស្រាបុកមនុស្សស្លាប់អស់ទៀតក៏មិនឈឺក្បាលដែរមក1 3ឆ្នាំហើយជាប់3ឆ្នាំហើយព្យួរទោស2ឆ្នាំហើយទុកឲ្យ1ឆ្នាំនៅតែជាប់គុកទៅនៅសល់តែ1ឆ្នាំឥឡូវ1ឆ្នាំជាប់បានជិត1ឆ្នាំនៅសល់3 4ខែទៀតអស់លោកតាមពិតទៅការបកស្រាយនេះវាស្រាលពេកហើយខ្ញុំជឿថាច្បាប់វាច្បាប់ប៉ុន្តែបើអស់លោកមានច្បាប់ចឹងមែននាំគ្នាធ្វើវិសោធនកម្មស្អែកហ្មងទៅកែវាចេញចុះអាច្បាប់ដកសញ្ជាតិគេឬក៏ដកលឿនហ្មងម្លេះនេះជាបញ្ហានេះបុកគេស្លាប់ជាប់គុក1ឆ្នាំទៅ3ឆ្នាំហើយចុះក៏ស្រាលម្លេះលោកថាទី2ជនជាប់ចោតមានជាតិអាល់កុលត្រឹម0.35មីលីក្រាមអីអញ្ចឹងទៅបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលក្រោមច្បាប់ហាមឃាត់ទេបើថាទាល់តែមានកម្រិតអាល់កុល0.4ឡើងទៅអាហ្នឹងបានយើងជាប់ជាតិស្វឹងជនជាប់ចោតមានវ័យចាស់ទី3ស្ថិតក្នុងស្ថានភាពមានជំងឺទឹកនោមផ្អែមហើយលើសឈាមតាមពិតអាណិតគាត់ដែរចុះបើចាស់មានទឹកនោមផ្អែមលើសឈាមអញ្ចឹងទេហេតុអីបានទទួលទានស្រាហ្នឹងធ្វើឲ្យមានបញ្ហារឿងទឹកនោមផ្អែមលើសឈាមដែរហ្នឹងណាពិបាកអញ្ចឹងណាទី4ជនរងគ្រោះទាំងអស់បានដកពាក្យបណ្ដឹងហើយបានព្រមព្រៀងទទួលសំណងរដ្ឋប្រវេណីតុលាការបានសម្រេចផ្តន្ទាទោស3ឆ្នាំកម្រិតទោសខ្ពស់បំផុតហើយតែអនុវត្តទោសពន្ធនាគារ1ឆ្នាំទោសនៅសល់2ឆ្នាំព្យួរដាក់ពន្ធនាគារជាកាតព្វកិច្ចមួយចំនួនរួមទាំងប្រកាសទោសពិន័យប្រាក់4លានរៀលប្រកាសទោសបន្ថែមហាមឃាត់បើកបរក្នុងរយៈពេល5ឆ្នាំដែរការសម្រេចអនុវត្តព្យួរទោសមួយផ្នែកនេះធ្វើឡើងស្របតាមលក្ខខណ្ឌបទបញ្ញត្តិជាធរមានទី6ជនជាប់ចោតនេះជននេះកំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយខ្ញុំថាការបកស្រាយរបស់តុលាការនេះគឺពំតំណត់ខ្លួនឯងទេព្រោះដោយសារតែគ្រោះថ្នាក់ចរាចរណ៍ករណីព្រហ្មទណ្ឌគឺជារឿងបាត់ល្មើសអូក្រិដ្ឋជនល្មើសដកពាក្យបណ្ដឹងគឺដកទៅមែនហើយដើម្បីសម្រាលអីប៉ុន្តែអាយកាអត់ត្រូវការពាក្យបណ្ដឹងអីខ្លាំងពេកព្រោះមនុស្សស្លាប់យ៉ាងហោចណាស់ក៏រកយុត្តិធម៌សម្រាប់មនុស្សស្លាប់បើសំបីតែគេហៅថាម៉េចគ្រោះថ្នាក់ចរាចរណ៍មនុស្សឃាតអចេតនាក៏បានតាមមនុស្សឃាតអចេតនា1ទៅ3ឆ្នាំហ្នឹងស្ទើរផងនេះប៉ុន្តែនេះមិនមែនជាមនុស្សឃាតអចេតនាទេនៅពេលដែលយើងបើកបរស្រាស្រវឹងក្នុងពេលកំពុងបើកបរហើយបើទៅថាកម្រិតឈាមកម្រិតអាល់កុលហ្នឹងវាក្រោមតែបន្តិចតាមពិតអា4ចុចហ្នឹងគឺវាដល់កម្រិតគ្រោះថ្នាក់នេះហើយចុះឥឡូវយើងផឹកទៅដល់ចិត្តហ្នឹងហើយបានន័យថាស្រវឹងទុនតូដែរហើយដូច្នេះចង់និយាយថាបើអចេតនាក៏វាលើសនឹងដែរបងប្អូនមើលហើយអញ្ចឹងតែចាំបាច់តែជួយបកស្រាយតែរហូតអញ្ចឹងបងប្អូនខ្ញុំជម្រាបថាគួរតែកែច្បាប់ចរាចរណ៍មាត្រាឬក៏ពិន័យ1ទៅ3ឆ្នាំនៅពេលដែលបើកបរបុកមនុស្សស្លាប់ហ្នឹងទៅព្រោះអីច្បាប់នេះគឺមានភាពឆក់ល្វែងខ្លាំងធ្វើឲ្យចៅក្រមឬក៏តុលាការនឹងយកលេសដើម្បីសម្របសម្រួលបទូបថយដល់ចឹងទៅធ្វើឲ្យមនុស្សអត់រៀងចាលបងប្អូននៅពេលមនុស្សអត់រៀងចាលភាពអយុត្តិធម៌មាននៅក្នុងសង្គមអ្នកជនរងគ្រោះក៏គ្នាអត់បានយុត្តិធម៌ថាដកបណ្ដឹងដកប៉ុន្តែយុត្តិធម៌មិនមែនសម្រាប់តែជនរងគ្រោះហើយនឹងក្រុម